ការបែងចែកអាយុក្នុងជីវិតការងាររបស់ Jack Ma យោងតាមទស្សនាវដ្តី Forbes ដ៏ល្បីល្បាញរបស់អាមេរិកលោក Jack Ma គឺជាអ្នកមានកំពូលទី1នៅប្រទេសចិនឆ្នាំ2019និងទី21នៅក្នុងលោកដែលមានទ្រព្យសម្បត្តិក្នុងដៃប្រមាណ 48.9 ពាន់លានដុល្លារនៅខែសីហាឆ្នាំ2020 តើអ្នកជំនួញដ៏ជោគជ័យក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិតឬ e-commerce ដែលជាអតីតគ្រូបង្រៀនធម្មតាបានផ្ដល់បទពិសោធន៍អ្វីខ្លះដល់អ្នកក្នុងការកំណត់ដំណាក់កាលអាយុក្នុងជីវិតការងារនិងជំនួញរបស់អ្នកថ្លែងទៅកាន់យុវជនកូរ៉េខាងត្បូងក្នុងកម្មវិធីចែករំលែកបទពិសោធន៍មួយលោក Jack Ma បានចែកជីវិតការងារនិងជំនួញជា5ដំណាក់កាលគឺដំណាក់កាលទី1មុនអាយុ30ឆ្នាំត្រូវស្វែងរកចៅហ្វាយនាយដែលល្អមិនមែនក្រុមហ៊ុនល្អនោះទេពីព្រោះចៅហ្វាយនាយល្អនឹងបង្រៀនមេរៀនយ៉ាងច្រើនដល់អ្នកគាត់បានផ្ដល់តម្លៃឲ្យប្រធានផ្ទាល់ឬអ្នកគ្រប់គ្រងល្អជាជាងក្រុមហ៊ុនល្អបាត់អីប្រធានឬអ្នកគ្រប់គ្រងអ្នកទីតើដែលអាចបង្ហាត់បង្រៀនអ្នកឲ្យខ្លាំងពូកែដំណាក់កាលទី2អាយុ30ដល់40ឆ្នាំអ្នកត្រូវតែគិតឲ្យបានច្បាស់ថាអ្នកត្រូវតែធ្វើការឲ្យខ្លួនឯងធ្វើជំនួញបើអ្នកចង់ក្លាយជាសហគ្រិនដ៏ចំណានម្នាក់Jack Maលើកទឹកចិត្តឲ្យយុវជនធ្វើជំនួញឬធ្វើការដោយខ្លួនឯងដើម្បីដឹងពីសក្តានុពលរបស់ខ្លួននិងអាចមានឱកាសក្លាយជាអ្នកមានបានដំណាក់កាលទី3អាយុ40ដល់50ឆ្នាំត្រូវព្យាយាមធ្វើការងារដែលអ្នកគិតថាអ្នកពូកែឲ្យបានល្អបំផុតចូលកុំព្យាយាមធ្វើការងារផ្សេងទៀតពីព្រោះហាក់ដូចជាហួសពេលបន្តិចហើយគាត់បានប្រាប់ឲ្យយើងដាច់ចិត្តដាច់កាយហើយប្រឹងប្រែងឲ្យអស់ពីសមត្ថភាពចំពោះការងារដែលយើងកំពុងធ្វើនិងការងារដែលយើងស្រឡាញ់ដំណាក់កាលទី4អាយុ50ដល់60ឆ្នាំចូលបង្កើតការងារឬទុកការងារឲ្យក្មេងៗពីព្រោះពួកគេពូកែជាងយើងគាត់លើកទឹកចិត្តឲ្យយើងវិនិយោគឲ្យបានច្រើនបំផុតដើម្បីបង្កើតការងារឲ្យបានច្រើនសម្រាប់ក្មេងៗនិងផ្ដល់ឱកាសឲ្យក្មេងៗបានទទួលការរៀនសូត្របន្តការងារបន្តទៅទៀតដំណាក់កាលទី5អាយុ60ឆ្នាំឡើងទៅចូលទុកពេលវេលាឲ្យខ្លួនឯងសម្រាប់សម្រាកឬលំហែកាយជាដើមក្នុងកម្មវិធីនោះមានយុវជនម្នាក់បានសួរទៅគាត់ថាតើគាត់មានវិបដិសារៈអ្វីខ្លះក្នុងជីវិតមហាសេដ្ឋីរូបនេះបានលើកឡើងថាគាត់បានធ្វើឲ្យមនុស្សជាច្រើនយំហើយគាត់សោកស្ដាយដែលមិនបានជួបសារព័ត៌មានផ្សេងៗនិងមិនបាននិយាយទៅកាន់សាធារណជនពីមុនមកគាត់បន្ថែមទៀតថាគាត់សោកស្ដាយដែលគាត់បានចំណាយពេលតិចតួចបំផុតសម្រាប់គ្រួសារដែលលោកបានបន្លឺសម្លេងសឹកសួរថាបើគាត់មានជីវិតផ្សេងគាត់នឹងមិនជ្រើសរើសជីវិតនេះឡើយលោកបានបន្តលើកឡើងថាភរិយាគាត់ធ្លាប់បាននិយាយថាអ្នកមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំទេអ្នកគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Alibaba ដកស្រង់ចេញពីសៀវភៅបណ្ដុំគំនិតភាគ1របស់គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពផ្សាយ Hard Book